បុរសម្នាក់នេះគាត់ស្រកបាន136គីឡូក្រោយពេលដែលគាត់លែងឲ្យម្ហូបអាហារគ្រប់គ្រងគាត់បានធ្វើឲ្យគាត់ពិបាករកសង្សារហើយព្រោះតែគាត់ធាត់នឹងបាត់ទំនុកចិត្តអញ្ចឹងក្រោយពីគាត់ផ្លាស់ប្ដូរដោយហាត់ប្រាណលែងញ៉ាំអាហារកែច្នៃអាហារបំពងអាហារ fast food ធ្វើឲ្យគាត់អាចស្រកគីឡូមកវិញរស់នៅដោយមានសុខភាពល្អនិងមានគុណភាពហើយនៅពេលដែលយើងធាត់ខ្លាំងពេកវានឹងធ្វើឲ្យយើងកើតមានជំងឺមកហើយការរស់នៅរបស់យើងគឺអត់មានគុណភាពទេទោះបីជាយើងមានលុយច្រើនយ៉ាងណាក៏ដោយក៏លុយមិនអាចទិញបានដែរដើម្បីទទួលបានសុខភាពល្អតោះតែយើងមានការផ្លាស់ប្ដូរខ្លួនឯងណាហើយបើសិនជាយើងគិតថាថ្នាំពេទ្យអាចជួយឲ្យយើងមានសុខភាពល្អមិនត្រឹមត្រូវទេព្រោះថ្នាំពេទ្យគឺយើងយកមកសម្រាប់ព្យាបាលជំងឺមិនមានសុខភាពល្អតែប៉ុណ្ណោះបាទអញ្ចឹងដើម្បីឲ្យយើងមានសុខភាពល្អលោកត្រូវព្យាយាមថែទាំសុខភាពរបស់យើងការរស់នៅប្រចាំថ្ងៃរបស់យើងជាមួយនឹងការហាត់ប្រាណផងដែរ